បាទនៅសុកសុកប្អូនក៏សួរថាបងញ៉ាំប៊ឺហ្គឺអត់ឯនេះចាំការយេរឿងអីមិនញ៉ាំចាប់ផ្ដើមដុតនំពុបប៉ាប់បាទធ្វើកូនប៊ឺហ្គឺញ៉ាំខ្លួនឯងទាំងយប់ហ្មងបងប្អូនបាទដោយសារតែប៊ឺហ្គឺនេះគឺជាកូនប៊ឺហ្គឺបាទมันមែនជាម៉ែឪប៊ឺហ្គឺទេខ្នាតកូនប៊ឺហ្គឺធ្វើខ្លួនឯងទូចបាទដូចចាក់ឃ្លានទាំងយប់ទាំងបងប្អូនឃើញហើយធ្វើទាំងយប់ញ៉ាំបាទហើយសម្រាប់ប៊ឺហ្គឺនេះគឺជាស្នាដៃប្អូនរបស់ខ្ញុំបាទធ្វើទាំងយប់ហើយសម្រាប់ប៊ឺហ្គឺនេះគាត់មានបន្លែដែរបងប្អូនដោយសារឃ្លាននោះដូចខ្ទង់ម៉ោង7ទៅហើយចង់ខ្ជិលទៅទិញបន្លែមើលអាសាច់នៅក្នុងទូច្រាំពឹបដាក់ជាមួយប៊ឺដូចបងប្អូនឃើញហើយនេះអាចចាប់ផ្ដើមបាទជៀនសាច់អាំងសាច់ហើយប្រឡាក់ជាមួយនឹងទឹកម្ទេសបាទទឹកជាមួយការប្រឡាក់នឹងប៊ឺហ្គឺណាបងប្អូនណាបាទអញ្ចឹងគឺថាសម្រាប់បងដែលឃ្លានញ៉ាំអាចយកគំរូទៅធ្វើបានណាបងបាទឬក៏បើសិនជាបងដែលចង់ញ៉ាំកូនប៊ឺហ្គឺទូចហ្នឹងអាចកំងបានសម្រាប់អ្នកកំពង់សោមណាបងប្អូនណាបាទសម្រាប់អ្នកកំពង់សោមបាទចាំខ្ញុំនឹងដាក់ជាមួយនឹងបាទឬក៏បងអាច comment ចូលតាម Facebook នេះមកបាទជាមួយ page នេះមកបាទយើងនឹងតាក់ទងទៅបងវិញហ្នឹងហើយសម្រាប់ប៊ឺហ្គឺនេះយើងធ្វើគឺសម្រាប់រសជាតិមិនមែនជារសជាតិអឺរ៉ុបទេបងប្អូនគឺរសជាតិបាទអាស៊ីកាត់អឺរ៉ុបដែលខ្មែរយើងអាចទទួលញ៉ាំបានហើយរសជាតិឆ្ងាញ់បាទដែលឃើញហើយបងប្អូននេះបាទគាត់តែនិយាយក៏ស្រក់ទឹកមកឃ្លានទៀតដែរបងប្អូនបាទដោយសារតែខ្ញុំទៅតែដុតសម្បកបាទភីហ្សាទៅទាំងហើយនឹងក៏បងប្អូនតែឃ្លានប៊ឺហ្គឺអត់បងឃ្លានខ្ញុំដុតធ្វើញ៉ាំបាទអញ្ចឹងមួយរយៈហ្នឹងបងប្អូននេះបើជាសម្បកភីហ្សាមួយរយៈនេះគឺខ្ញុំរៀងបាទស្ងាត់ជាមួយនឹងការផលិតវីដេអូបាទដោយសារតែយើងមានបញ្ហាផ្ទាល់ខ្លួនដែលត្រូវដោះស្រាយឥឡូវយើងចាប់ផ្ដើមដោះស្រាយរួចហើយប្រហែលជាបន្តិចទៀតយើងនឹងចាប់ផ្ដើមបង្កើតជាមួយនឹងវីដេអូបាទជូនទៅដល់ពុកម៉ែបងប្អូនបានទស្សនាម្ដងទៀតតែជាវីដេអូដែលថ្មីមិនមែនជាវីដេអូដែលនៅពលានយន្តហោះទៀតទេហើយក៏វីដេអូនេះខ្ញុំសូមលាក់បន្តិចទៀតយើងនឹងប្រាប់បងតើវីដេអូនេះតាក់ទងអំពីអ្វីបើសិនយើងមានកម្រងរួចហើយអញ្ចឹងកុំភ្លេចតាមដានហើយក៏សូមទោសមួយរយៈបាត់មុខរៀងបាត់យូរបន្តិចផង